តើបងប្អូនដឹងទេថាបច្ចុប្បន្នមានការលួចគណនី Telegram ច្រើនមែនទែនដែលបង្កឲ្យមានការខាតបង់ទាំងទិន្នន័យឯកជននិងការបោកប្រាស់លុយកាក់ដល់សាច់ញាតិបងប្អូនថែមទៀតផងសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទធូនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូននៅ3ជំហានសំខាន់បំផុតដើម្បីការពារ Telegram របស់បងប្អូនកុំឲ្យជនខិលខូច hack បាន 100% អញ្ចឹងជំហានទី1គឺការកំណត់លេខកូដ2ជាន់ឬក៏ភាសាអង់គ្លេសគេហៅថា two step verification ជំហានទី1ដែលសំខាន់បំផុតគឺការដាក់ two step verification ទោះបីជាគេដឹងលេខកូដ5ខ្ទង់ដែលផ្ញើមកលេខទូរស័ព្ទរបស់យើងក៏គេមិនអាចចូល Telegram របស់យើងបានដែរបើគេមិនដឹងលេខកូដសម្ងាត់ទី2នេះអូខេបងប្អូនកុំឲ្យខាតពេលយូរយើងចូលទៅកំណត់ជំហានទី1ទាំងអស់គ្នាដើម្បីការពារ Telegram របស់យើងអញ្ចឹងបងប្អូនយកទូរស័ព្ទមកហើយយើងចូលទៅកំណត់ជំហានទី1ទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចូលទៅបើក Telegram ទាំងអស់គ្នាបាទឥឡូវខ្ញុំបើក Telegram បាទបន្តមកទៀតបងប្អូនចូលទៅកាន់ setting បាទ setting របស់ iPhone នៅកន្លែងនេះបាទនៅកន្លែងនេះបាទបន្តមកទៀតបងប្អូនចូលទៅក្នុងបាទ privacy and security នេះបាទអូខេបន្តមកទៀតបងប្អូនចូលទៅកាន់បាទ two step verification បាទកន្លែងនេះវាចេញពី off ដោយសារយើងមិនទាន់បានកំណត់លេខកូដនឹងដើម្បីការពារ Telegram ឥឡូវយើងចូលទៅបើកទាំងអស់គ្នាចូលទៅ on ទាំងអស់គ្នាបាទអូខេបងប្អូនបន្ទាប់ពីចេញអញ្ចឹងហើយបងប្អូនចុចលើពាក្យ set additional password បាទខ្ញុំចុចវាបាទនេះ create password អូខេបងប្អូនដោយសារតែ password ខ្ញុំបានត្រៀមរួចហើយថាតើត្រូវដាក់លេខកូដយ៉ាងម៉េចដើម្បីការពារ Telegram របស់យើងបាទឥឡូវខ្ញុំចូលទៅយកលេខកូដរបស់ខ្ញុំដែលបាន note ទុកសិនបាទអូខេបងប្អូនខ្ញុំបានយកលេខកូដនឹងមកដាក់ហើយបាទលេខកូដនេះគឺយ៉ាងហោចណាស់7ខ្ទង់ណាបងប្អូនណាអូខេអញ្ចឹងបន្តពីបងប្អូនវាយឥឡូវឬហើយយើងវាយអាក្រមបាទបន្តទៀតគឺយើងវាយដូចគ្នាបាទតាក់ទងនឹងលេខកូដនេះផងដែរបងប្អូនត្រូវដាក់លេខកូដដែលបងប្អូនងាយចាំតែអ្នកដទៃពិបាកទាយអូខេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់តាក់ទងនឹងការបង្កើតលេខកូដសម្ងាត់two step verification នេះបាទគេហៅថា2ជំហានណាបាទអញ្ចឹងខ្ញុំបានដាក់លេខកូដរួចហើយខ្ញុំចុចលើពាក្យបាទ create password អូខេត្រង់អាកន្លែង hint នេះបាទបងប្អូនមិនបាច់ចាំដាក់ទេយើងចុច skip setting hint ហ្នឹងទៅបាទអូខេអញ្ចឹងតាក់ទងនឹងការកំណត់ two step verification នេះផងដែរក៏វាទាមទារបាទ email address ដែរគឺវាទាមទារ email មួយអញ្ចឹងបងប្អូនក៏ត្រូវតែត្រៀម email មួយសម្រាប់ភ្ជាប់ជាមួយនឹង Telegram នេះផងដែរពីព្រោះ Telegram ឥឡូវមិនស្រួលដូចពីមុនទេបាទនៅពេលដែលយើងកំណត់លេខកូដផ្សេងវាត្រូវតែទាមទារបាទ Gmail ដើម្បីជៀសវាងថ្ងៃណាមួយដែលបងប្អូនភ្លេចលេខកូដហ្នឹងគឺបងប្អូនអាចប្រើ Gmail ហ្នឹងឬក៏ email ហ្នឹងដើម្បីទាញយកលេខកូដមកវិញឬក៏បង្កើតលេខកូដថ្មីឬក៏គេហៅថាស្ដារលេខកូដឡើងវិញណាបាទអញ្ចឹងតាក់ទងនឹង email ក៏ខ្ញុំបានត្រៀមដែរបាទខ្ញុំនឹងចូលទៅយក email យកមកដាក់បាទនេះ email ដែលខ្ញុំបាទត្រូវដាក់ដោយសារខ្ញុំកត់នៅក្នុង note ហើយខ្ញុំយកមកផាសនៅកន្លែងនេះបាទខ្ញុំបានវាយហើយបន្ទាប់ពីបញ្ចូល email ហើយបាទបងប្អូនត្រូវចុចលើបាទ continue អូខេមុន continue ខ្ញុំចង់បញ្យល់បងប្អូនអាកន្លែងចំណុចនេះបន្តិចគឺបងប្អូនមើលអាកន្លែងខាងលើណាបន្ទាប់ពី recovery email ណាគេថា you can set a recovery email to be able to reset your password and restore access your Telegram account គេចង់ប្រាប់ថានៅពេលដែលយើងដាក់ email នឹងចូលយើងអាចកំណត់លេខកូដឡើងវិញបាទឬក៏បាទស្ដារលេខកូដឡើងវិញនៅលើ Telegram របស់បងប្អូននៅលើគណនី Telegram របស់បងប្អូនតែបើសិនជាមិនមាន email ទេនៅពេលដែលបងប្អូនភ្លេចលេខកូដគឺប្រកាសជាហានិភ័យបាទគឺពិបាកទាញយកមកប្រើវិញណាតែបើបងប្អូនបានបញ្ចូលហើយគឺថា Telegram ហ្នឹងយើងប្រើកាន់ឆ្នាំបាទយិនសិនមិនងាយទៅណាមិនងាយខូចទៅណាទេបាទ
អូខេឥឡូវខ្ញុំចុច continue បាទអូខេបន្ទាប់ពីចុច continue ហើយវានឹងផ្ញើលេខកូដបាទ6ខ្ទង់ទៅកាន់ email របស់យើងអញ្ចឹងដូចខ្ញុំបានដូចបងប្អូនបានឃើញអញ្ចឹងវាបាន load នៅលើនេះបាទនៅលើ notification ណាឥឡូវខ្ញុំទាញពីនឹងមកឃើញលេខកូដបាទ8551 5គុតអូខេខ្ញុំដាក់បញ្ចូលលេខកូដហ្នឹងដើម្បីវា verify បញ្ជាក់ថា email ហ្នឹងនៅលើទូរស័ព្ទរបស់យើងពិតប្រាកដមែនអូខេអញ្ចឹង8551 គុតអញ្ចឹងបងប្អូនបាទអូបាទត្រូវហើយអញ្ចឹងវាដាក់ឲ្យនេះ password set អញ្ចឹងមានន័យថា password យើងត្រូវបានកំណត់ហើយនៅលើ two step verification នេះនៅលើជំហានទី2នេះបាទ the password will be required when you log in on new device in បាទអាកន្លែងនេះបងប្អូនណា in addition to the code you got via SMS គេនិយាយថាលេខកូដនេះនឹងតម្រូវបំពេញនៅពេលដែលអ្នកបានបាទព្យាយាម log in ទៅលើ new device នេះសំដៅទៅលើទូរស័ព្ទថ្មីឬក៏កុំព្យូទ័រថ្មីអញ្ចឹងណាបងប្អូនយក Telegram របស់យើងយកទៅ log in ជាមួយនឹងទូរស័ព្ទផ្សេងទៀតឬក៏កុំព្យូទ័រផ្សេងទៀតអញ្ចឹងទៅហើយវានឹងផ្ញើលេខកូដតាមរយៈសារបាទនៅក្នុងសាររបស់ email ណាអូខេអញ្ចឹងយើងបន្ទាប់ពីនឹងហើយយើងចុច turn on to setting មកអូខេអញ្ចឹងចប់រឿងមួយតាក់ទងទៅនឹងការកំណត់ two step verification ឥឡូវយើងចូលដល់ជំហានទី2គឺការពិនិត្យមើលឧបករណ៍ដែលកំពុងប្រើឬក៏ភាសាអង់គ្លេសនៅក្នុង Telegram ភាសាបច្ចេកទេសគេថា active session អញ្ចឹងជំហានទី2គឺជាការត្រួតពិនិត្យមើលថាតើមានអ្នកផ្សេងលួចប្រើ Telegram របស់យើងលើទូរស័ព្ទឬលើកុំព្យូទ័រផ្សេងដែរឬទេអញ្ចឹងបងប្អូនចូលទៅកាន់ទូរស័ព្ទទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីបងប្អូនចុចបើកលើ Telegram ហើយបងប្អូនលើចុចលើ setting កន្លែងនេះដូចគ្នាបាទបន្ទាប់មកទៀតគឺយើងចុចទៅលើបាទនេះ device បាទ device នេះណា device នេះគឺគេសំដៅទៅលើឧបករណ៍ដែលកំពុងប្រើប្រាស់ Telegram របស់យើងមានប្រមាណគ្រឿងមានប្រមាណ device បាទពីមានប្រមាណ device គឺសំដៅទៅលើមានប្រមាណគ្រឿងមានប្រមាណឧបករណ៍នឹងឯងអញ្ចឹងដូចនេះអញ្ចឹងបើខ្ញុំមាន3ឧបករណ៍បាទមាន3 device ដែលខ្ញុំប្រើទៅលើទូរស័ព្ទ Android ផង iPhone ផងនិងកុំព្យូទ័រផងអញ្ចឹងវា3ហើយអញ្ចឹងខ្ញុំអាចសម្គាល់បានថា Telegram របស់ខ្ញុំគឺមានសុវត្ថិភាពមិនមានអ្នកផ្សេងប្រើទេប៉ុន្តែដើម្បីឲ្យច្បាស់គឺបងប្អូនចុចទៅលើពាក្យ device សិនថាតើមានឈ្មោះឧបករណ៍អ្វីខ្លះឬក៏ device អ្វីខ្លះបាទអញ្ចឹងខ្ញុំចុចហើយនេះបងប្អូនដូចខ្ញុំបានប្រាប់បងប្អូនអញ្ចឹងបាទគឺខ្ញុំប្រើទៅលើ iOS iPhone របស់ខ្ញុំគឺ12 Pro Max this device គេបញ្ជាក់នេះថា this device គឺសំដៅទៅលើឧបករណ៍ដែលយើងកំពុងតែប្រើនឹងឯងបាទមួយទៀតបាទមាន Prim Z690 នេះគឺខ្ញុំប្រើ Telegram Computer បាទហើយនឹង device មួយទៀតឧបករណ៍មួយទៀតគឺទូរស័ព្ទរបស់ខ្ញុំគឺ Honor បាទ X9C បាទគេបញ្ជាក់តាំងពី version 12.3.1 បាទភ្នំពេញកម្ពុជាប៉ុន្តែមិនមែនទេយើងនៅកំពង់ធំទេបាទអូខេបងប្អូនបើសិនជាបងប្អូនឆែកទៅឃើញមាន device ណាដែលបងប្អូនមិនស្គាល់បងប្អូនចុចលើវាអញ្ចឹងមកបាទហើយបងប្អូនចុចអានេះបាទ terminate session ដើម្បីច្រានឧបករណ៍នឹងចេញបាទព្រោះមិនមែនជាឧបករណ៍របស់យើងទេបាទអូខេអាហ្នឹងបើសិនជាឧទាហរណ៍ថាឧបករណ៍មួយនេះបាទ Honor នេះមិនមែនរបស់យើងទេឬមកកុំព្យូទ័រអីផ្សេង Apple អីណានៃបាទយើងអត់ស្គាល់យើងចុចលើវាអញ្ចឹងមកបាទបងប្អូនចុចនេះមកបាទចុច terminate session មកប៉ុន្តែខ្ញុំមិនចុចទេព្រោះឧបករណ៍នេះគឺជារបស់ខ្ញុំអូខេនឹងតាក់ទងទៅនឹងជំហានទី2ឥឡូវយើងចាំមើលជំហានមួយទៀតជំហានទី3ចុងក្រោយអូខេអញ្ចឹងជំហានទី3គឺជាជំហានចុងក្រោយគឺជាការការពារ privacy លើលេខទូរស័ព្ទអូខេជំហានចុងក្រោយគឺកុំឲ្យគេមើលឃើញលេខទូរស័ព្ទរបស់យើងបើគេមិនឃើញលេខទូរស័ព្ទគេក៏ពិបាកនឹងរកវិធី hack យើងដែរបាទអញ្ចឹងអូខេបងប្អូនទាំងអស់គ្នាឥឡូវយើងចូលទៅកំណត់បាទសុវត្ថិភាពលេខទូរស័ព្ទរបស់យើងទាំងអស់គ្នាគឺបងប្អូនចូលទៅក្នុង setting ដូចគ្នាបាទ setting កន្លែងនេះណាបន្ទាប់មកទៀតបងប្អូនចុចទៅលើបាទ privacy បាទ and security ទៀតបាទគឺកន្លែងហ្នឹងគឺសំខាន់ណាស់តាក់ទងទៅនឹងសិទ្ធិឯកជនរបស់យើងបាទការការពារអីផ្សេងៗហ្នឹងអញ្ចឹងបងប្អូនចុចលើអាហ្នឹងហើយ privacy and security ហើយបងប្អូនចុចទៅលើ phone number បាទ phone number នេះអូខេបងប្អូនបន្ទាប់ពីបងប្អូនចុចលើ phone number ហើយបងប្អូនជ្រើសរើសយកកន្លែងនេះបាទ nobody ជាធម្មតានៅពេលដែលបងប្អូនមិនទាន់បានកំណត់ណាបាទវានឹងចេញទៅលើ everyone
everyone ហ្នឹងមានន័យថាពីណាក៏ឃើញលេខទូរស័ព្ទរបស់យើងដែរបាទនៅពេលដែលគេបានមាន Telegram យើងណាបាទហើយនេះសម្រាប់ contact បាទបើសិនជាបងប្អូនចង់ឲ្យ contact របស់បងប្អូនឃើញលេខទូរស័ព្ទគឺយើងយកហ្នឹងមក contact គឺមានន័យថាគេហៅថាបកជាខ្មែរថាទំនាក់ទំនងរបស់ខ្ញុំលេខទូរស័ព្ទដែលយើងបាន save ណាបាទហ្នឹងគឺជា contact អញ្ចឹងឲ្យតែលេខទូរស័ព្ទណាដែលយើងបាន save ហើយគាត់ប្រើ Telegram គឺយើងអនុញ្ញាតឲ្យគាត់ឃើញលេខទូរស័ព្ទរបស់យើងអញ្ចឹងជាយោបល់ល្អបងប្អូនបាច់ដាក់ទេគឺបងប្អូនចុច nobody មកបាទហើយខាងក្រោមបងប្អូនយក my contact ដូចខ្ញុំមកបាទអូខេឥឡូវយើងបានកំណត់3ជំហានហើយខ្ញុំបកទៅក្រោយវិញអញ្ចឹងក្រៅពីការកំណត់ទាំង3ខាងលើបងប្អូនត្រូវប្រុងប្រយ័ត្នបំផុតចំពោះ link ចម្លែកដែលផ្ញើមកតាមសារឬក៏ការបោកប្រាស់ឲ្យផ្ញើលេខកូដ5ខ្ទង់ឲ្យគេសូមចងចាំថាក្រុមហ៊ុន Telegram មិនដែលសួររកលេខកូដសម្ងាត់ពីយើងឡើយអូខេបងប្អូនប្រសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like និង share ទៅកាន់មិត្តភ័ក្តិឲ្យបានដឹងផងចុច subscribe Channel Thu Knowledge ដើម្បីរៀនតិចនិចថ្មីបន្ថែមទៀតសូមអរគុណនិងសូមជម្រាបលា